ពេញម្ដងហើយអាវខ្ញុំធ្វើលក្ខណៈរបៀបផ្កាដើម្បីម៉ូតថ្ងៃនេះគឺខ្ញុំចង់បានបែប fashion អញ្ចឹងណាអញ្ចឹងវាលក្ខណៈមើលទៅរាងញ៉ៃញ៉ៃបន្តិចប៉ុន្តែនៅពេលដែលយើងពាក់លើខ្លួនណាដូចអ្នកទាំងអស់គ្នាឃើញក្បាលវាល្អអញ្ចឹងគឺស្អាតខ្លាំងមែនទេតទៅខ្ញុំធ្វើសម្ពត់ហើយនឹងអាវហើយគឺខ្ញុំចាប់ផ្ដើមយកវាមកផ្គុំគ្នានិយាយទៅគឺចេញមកគឺថាស្អាតខ្លាំងមែនទេបែប fashion ហើយ unique ខ្លាំងមែនទេហ្មងតែឈុតយើងហើយភ្លាមក៏យកអត់ចាំយូរដែរយើងចាប់ផ្ដើមមកផាត់មុខធ្វើសក់ដើម្បីទៅថតជាមួយនឹងឈុតយើងកាលណាឈុតយើងស្អាតហើយយើងអត់បានតបតែងខ្លួនបន្ថែមទេគឺឈុតយើងគឺពាក់ទៅអត់ឃើញស្អាតទេអញ្ចឹងយើងត្រូវតែធ្វើខ្លួនឲ្យស្អាតដើម្បីពាក់វាស័ក្តិសមនៃការចំណាយពេលធ្វើឈុតនឹងដោយសារឈុតខ្ញុំធ្វើរយៈពេល5ម៉ោងអ្នកទាំងអស់គ្នាបានហើយខ្ញុំត្រូវមកកាត់ស្លឹកជើអីទៀតគឺថាចំណាយពេលរាំងច្រើនដែរហើយកន្លែងដែលយើងត្រូវតែថតគឺយើងទៅរកកន្លែង background ណាដែលស៊ីជាមួយនឹងឈុតយើងអញ្ចឹងយើងរកកន្លែងណាដែលមានដើមថ្នោតច្រើនហើយកន្លែងនោះគឺកូនថ្នោតច្រើនខ្លាំងមែនទែនដែលវាធ្លាក់ផ្លែមកក៏វាលក្ខណៈដោះអញ្ចឹងហើយឈុតនឹងអត់ទាន់សោពេញចិត្តសម្រាប់ខ្ញុំមែនទែនទេខ្ញុំមានអារម្មណ៍ថាវារាំងស្រឡះអញ្ចឹងខ្ញុំមកកាត់លឹកវាភ្លាមអញ្ចឹងដើម្បីយកមកឆ្នៃធ្វើស្លាបអ្នកទាំងអស់គ្នាហើយស្លាបនឹងខ្ញុំយកដែកគោលបានដំបញ្ចូលគ្នាជាពីរហើយខ្ញុំយកមកពាក់លើខ្លួនតែម្ដងសម្រាប់ការធ្វើឈុតលឹកឈើតើតែយើងភ្លាមអញ្ចឹងបើយើងទុកយូរវាសពូនហើយវាបាត់សម្រស់អញ្ចឹងបើយើងកាត់ភ្លាមហើយធ្វើភ្លាមយកមកពាក់ភ្លាមហើយថតភ្លាមអញ្ចឹងទៀតគឺថាអ៊ុយហើយនេះជាលទ្ធផលដែលយើងទទួលបានពីការស្លៀកឈុតនឹងលើខ្លួនហើយជាមួយនឹងការ make up អីផ្សេងគប់ផ្សំគ្នាទៅគឺថាចេញមកស្អាតខ្លាំងមែនទែនទាំង background គឺថាដើមថ្នោតខ្មែរខ្លាំងមែនទែនអញ្ចឹងអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះឈុតមួយនេះគោលបំណងដែលខ្ញុំធ្វើឈុតនេះឡើងដើម្បីចង់លើកតម្កើងដើមថ្នោតខ្មែរយើងអញ្ចឹងដើម្បីឲ្យក្មេងៗចំនួនក្រោយគាត់ស្គាល់ហើយឃើញអញ្ចឹងដោយសារអ្នកតាមស្រុកស្រែគាត់ស្គាល់ដឹងតែស្គាល់ 100% ប៉ុន្តែអ្នកតាមទីក្រុងអ្នកខ្លះសឹងតែអត់ស្គាល់ដើមថ្នោតប៉ុន្តែឥឡូវគឺមានប្រព័ន្ធ social media ច្រើនខ្លាំងមែនទែនដែលយើងអាចចែករំលែកទស្សនវិជ្ជាផ្សេងដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្គាល់បានឃើញអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់ចូលចិត្តវីដេអូនេះកុំភ្លេចជួយ like share ម្នាក់មួយនិង comment នៅខាងក្រោមថាអ្នកទាំងអស់គ្នាចង់ឃើញឈុតអីទៀតបន្ទាប់ដោយសារឈុតឥឡូវគឺខ្ញុំចង់ធ្វើមួយគឺដើម្បីលើកតម្កើងទៅកាន់ជីវភាពផ្សេងរបស់ប្រជាជនអញ្ចឹងជាឈុតស្លឹកថ្នោតនេះជាដើមធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរយើងអញ្ចឹងណា